ជារឿងធម្មតាទេនៅសាលាណាក៏ដូចតែគ្នាដែរគឺអត្រាសិស្សានុសិស្សដែលគាត់បោះបង់ការសិក្សានឹងគឺសុទ្ធតែមានសុទ្ធតែជួបទាំងអស់គ្រាន់តែថាសាលាខ្លះអត្រានៃការបោះបង់របស់សិស្សានុសិស្សគឺមានចំនួនទាបហើយសាលាខ្លះគឺមានចំនួនខ្ពស់ហើយមូលហេតុដែលនៅពីក្រោយនៃការសម្រេចចិត្តមិនបន្តការសិក្សារបស់ពួកគាត់ទៅកាន់វគ្គសិក្សាថ្មីឬក៏ឆ្នាំសិក្សាថ្មីហ្នឹងគឺវាមានហេតុផលមួយចំនួននៅក្នុងហ្នឹងហើយសិស្សានុសិស្សខ្លះគឺគាត់បោះបង់នៅដើមឆ្នាំមានន័យថាចុះឈ្មោះហើយរៀនបានរយៈពេលខ្លីក៏គាត់ឈប់ទៅហើយសិស្សានុសិស្សខ្លះទៀតគឺគាត់ឈប់បន្ទាប់ពីរៀនចប់ឆមាសទី1អញ្ចឹងទៅហើយខ្លះទៀតគឺចប់ឆមាសទី2បានគាត់ឈប់ចឹងក្នុងហ្នឹងវាមានហេតុផលមួយចំនួនដែលធ្វើឲ្យគាត់សម្រេចចិត្តនៅក្នុងការឈប់លែងបន្តការសិក្សានៅក្នុងសាលាហ្នឹងវាមានកត្តា2ធំតាមការអង្កេតក៏ដូចជាបទពិសោធន៍ដែលជួបកន្លងមកកត្តាទី1គឺកត្តាខាងក្នុងហើយកត្តាទី2គឺកត្តាខាងក្រៅអញ្ចឹងកត្តាទី1គឺកត្តាខាងក្នុងកត្តាខាងក្នុងគឺមានន័យថាវាកើតឡើងចេញពីសាលាហើយសាលាក៏គាត់អាចគ្រប់គ្រងចាត់ចែងបានដែរប្រសិនបើគាត់ចង់កែប្រែហើយចង់កាត់បន្ថយក៏ដូចជាទប់ស្កាត់នៃអត្រាការឈប់របស់សិស្សានុសិស្សអញ្ចឹងគឺសាលាគាត់អាចធ្វើបានដោយសារបញ្ហាហើយឬគល់នៃបញ្ហាគឺវាអាចមាន possibility ចេញពីសាលាហ្នឹងគឺច្រើនកត្តាទី2គឺជាកត្តាខាងក្រៅអញ្ចឹងកត្តាខាងក្រៅគឺវាកើតឡើងដោយបរិយាកាសនៅខាងក្រៅហើយវាលើសពីដែនសមត្ថកិច្ចរបស់សាលាហើយពេលខ្លះក៏ណាព្យាបាលក៏គាត់អត់ចង់ដែរប៉ុន្តែគឺវាកើតឡើងហ្នឹងហើយអញ្ចឹងគឺគាត់ត្រូវតែធ្វើការសម្រេចចិត្តដើម្បីឆ្លើយតបទៅនឹងតម្រូវការហើយនឹងដោះស្រាយនៅបញ្ហាដែលគាត់ជួបប្រឈមបញ្ហាអូខេឥឡូវយើងមកមើលលម្អិតតើកត្តាខាងក្នុងគឺវាមានអីគេខ្លះកត្តាខាងក្នុងទី1គឺទៅលើគុណភាពការអប់រំអញ្ចឹងសម្រាប់បណ្ណាព្យាបាលមួយចំនួននៅមុនពេលដែលគាត់ដាក់កូនគាត់មករៀនគឺគាត់មានការរំពឹងទុកមួយហើយអញ្ចឹងនៅពេលដែលកូនគាត់មករៀនអញ្ចឹងទៅអញ្ចឹងអាការរំពឹងទុករបស់គាត់ហ្នឹងគឺគាត់អត់ទទួលបានគាត់គិតថាកូនគាត់មកនៅទីនេះគឺគាត់រៀនទៅគាត់រៀនចេះរៀនចាំរៀនអាចសរសេរអាចអានអាចនិយាយអីបានល្អប្រសើរអញ្ចឹងណាបាទប៉ុន្តែបន្ទាប់ពីការរៀនបានមករយៈពេលទៅគឺគាត់មានអារម្មណ៍ថាកូនគាត់អត់ទទួលបានអីទាំងអស់អត់ចេះហើយការវិវត្តរបស់គាត់សឹងតែអត់មាននេះដែលការយល់ឃើញផងគាត់គាត់ថាអត់មានអី improve សោះអត់មានអីល្អប្រសើរសោះចឹង progress គឺ slow មែនតើហើយ low មែនតើតែអញ្ចឹងទៅធ្វើឲ្យគាត់អត់សប្បាយចិត្តគាត់អត់ពេញចិត្តក៏គាត់សម្រេចចិត្តនៅក្នុងការផ្លាស់ប្ដូរកូនគាត់នឹងឲ្យចេញពីសាលាហ្នឹងទៅហ្នឹងគឺជាហេតុផលទី1ហេតុផលទី2គឺពាក់ព័ន្ធជាមួយនឹងសេវាកម្មអាណាព្យាបាលខ្លះគាត់សម្រេចចិត្តដកកូនគាត់ចេញដោយសារតែគាត់ទទួលបានបទពិសោធន៍សេវាកម្មមួយដែលអត់ល្អសេវាកម្មគឺអាចថាផ្ដល់ជូនដោយបុគ្គលិកខាង non-academic អីចឹងទៅបាទដូចជាការផ្ដល់សេវាកម្មហ្នឹងអត់ទាន់បានលឿនអត់រហ័សហើយអត់ឆ្លើយតបទៅនឹងអ្វីដែលជាតម្រូវការរបស់គាត់ទាន់ពេលវេលាអញ្ចឹងក៏ធ្វើឲ្យគាត់អត់សប្បាយចិត្តអញ្ចឹងគាត់សន្សំចិត្តម្ដងតិចហើយមួយទៀតអាចថាការប្រើប្រាស់ពាក្យពេចន៍សម្ដីរបស់បុគ្គលិកអត់បានសមរម្យអត់បានថ្លៃថ្នូរណាមុខការប្រើប្រាស់ហ្នឹងគឺគំរោះគំរើយហើយហាក់បីដូចជាអត់សប្បាយចិត្តអត់ចង់ផ្ដល់សេវាកម្មជូនគាត់ណាដល់ពេលអញ្ចឹងគាត់មានអារម្មណ៍មួយដូចជាងទើសទាល់បាទអញ្ចឹងក៏អត់សប្បាយចិត្តហើយពេលខ្លះទៀតគឺគាត់មានអារម្មណ៍ថាការផ្ដល់សេវាកម្មហ្នឹងគឺរើសអើងហើយវាកើតឡើងច្រើនមានអាណាព្យាបាលមួយចំនួនធំគាត់តែងតែមានអារម្មណ៍អញ្ចឹងហើយតែគាត់គិតថាគាត់មកគេឃើញគាត់ជិះម៉ូតូអញ្ចឹងទៅហើយសម្រាប់អាណាព្យាបាលផ្សេងទៀតអញ្ចឹងទៅគេជិះឡានឬក៏គេប្រើសម្ភារៈល្អទំនើបស្លៀកពាក់ស្អាតបានអីចឹងទៅគេយកចិត្តទុកដាក់គេខ្វាយខ្វល់ជាងយកចិត្តទុកដាក់លើគាត់អីចឹងទៅអញ្ចឹងក៏ធ្វើឲ្យគាត់ហ្នឹងអត់សប្បាយចិត្តដែរ
តែពេលខ្លះទាំងអស់ហ្នឹងគឺជាអារម្មណ៍ហើយនឹងក៏ដូចជាអ្វីដែលគាត់ទទួលបានហើយការគិតផនគាត់ណាវាអាចថាត្រូវវាអាចថាមិនត្រូវអញ្ចឹងវាអាស្រ័យទៅលើសាលាដែរអញ្ចឹងបើសិនបើយើងមានយើងអាចមើលទៅលើចំណុចតម្លៃហ្នឹងដែលជាហេតុផលដែលធ្វើឲ្យអាណាព្យាបាលហ្នឹងគឺគាត់អត់សប្បាយចិត្តអញ្ចឹងណាបាទចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពអញ្ចឹងគាត់មានអារម្មណ៍ថាប្រព័ន្ធសុវត្ថិភាពនៅសាលាហ្នឹងគឺអត់ទាន់បានល្អពេញលេញបាទមានន័យថាសិស្សានុសិស្សគាត់អាចចេញចូលបាទសាលាបានដោយសេរីហើយនឹងមានលោកស្រីអាណាព្យាបាលផ្សេងអញ្ចឹងទៅមិនដឹងថាជាអាណាព្យាបាលពិតប្រាកដទេគឺគាត់មកយកក្មេងយកចេញទៅក្រៅអញ្ចឹងទៅហើយការយកចេញអីអត់មានការសួរនាំអត់មានការធ្វើលិខិតกระดาษស្នាមអីធ្វើច្បាស់លាស់អញ្ចឹងណាបាទអញ្ចឹងគឺយកចេញចូលសេរីអញ្ចឹងទៅហើយទន្ទឹមនឹងកូនក្មេងៗក៏គាត់មានឱកាសក្នុងការចេញចូលទៅតាមចិត្តតាមអីផនគាត់តាមការនឹកឃើញផនគាត់ដល់ពេលអញ្ចឹងដល់អាណាព្យាបាលក៏គាត់អត់សប្បាយចិត្តបាទគាត់បារម្ភខ្លាចកូនគាត់មកទៅគឺបាទមានហេតុការអីកើតឡើងសម្រាប់កូនគាត់មានគេយកកូនគាត់ចេញទៅអីចឹងទៅឬក៏កូនគាត់លួចចេញអីចឹងទៅវាចៃដន្យគ្រោះថ្នាក់មានបញ្ហាអីចឹងទៅអញ្ចឹងប្រព័ន្ធសុវត្ថិភាពហ្នឹងគឺវាអត់ល្អអត់ប្រសើរអញ្ចឹងក៏ធ្វើឲ្យគាត់ហ្នឹងគឺសម្រាប់ចិត្តនៅក្នុងការចាក់ចេញដែរហើយទី4គឺពាក់ព័ន្ធជាមួយនឹងអនាម័យណាអនាម័យអញ្ចឹងអនាម័យនៅក្នុងទីធ្លាបរិវេណសាលាអត់ទាន់បានល្អអត់ទាន់បានស្អាតណាសម្រាប់អពើទឹកហូរអាឡាក់អីពេញទឹកពេញដីអញ្ចឹងទៅហើយទន្ទឹមនឹងបន្ទប់ទឹកណាឆ្អេះឆ្អាបអត់អនាម័យទឹកអត់គ្រប់គ្រាន់អត់មានសាប៊ូអត់ខ្វះមុខខ្វះក្រោយអញ្ចឹងណាបាទអញ្ចឹងគឺក៏ជាហេតុផលមួយដែលធ្វើឲ្យគាត់អត់សប្បាយចិត្តពីព្រោះគាត់បារម្ភពួកក្មេងៗជាទូទៅគឺគាត់ប្រឈមនឹងការឆ្លងនៅជំងឺឈឺថ្កាត់ផ្សេងមែនតើអញ្ចឹងការមករៀនហើយការប្រើប្រាស់ហើយសម្ភារៈផ្សេងបន្ទប់ទឹកបន្ទប់រៀនអីវាអត់ស្អាតអត់អនាម័យអីចឹងទៅវាអាចធ្វើឲ្យក្មេងគាត់ងាយឆ្លងនៅជំងឺឈឺថ្កាត់ផ្សេងអញ្ចឹងណាអញ្ចឹងអាណាព្យាបាលក៏គាត់ត្រូវការជ្រើសរើសកន្លែងណាមួយដែលគាត់គិតថាវាអនាម័យហើយមានភាពកក់ក្ដៅណាផ្ដល់សេវាកម្មនឹងជូនទៅដល់កូនគាត់អញ្ចឹងគឺគាត់ត្រូវតែទៅទីនោះហើយទី5ពាក់ព័ន្ធជាមួយនឹងកប្បកិរិយានិងវិន័យអញ្ចឹងកន្លែងខ្លះគឺគាត់មានអារម្មណ៍ថាកូនគាត់មករៀនក្រៅតែពីលទ្ធផលការសិក្សាល្អក៏ភាសាក៏គាត់ចង់បានកូនគាត់មានវិន័យល្អដែរណាចេះគួរសមចេះគ្រប់ស្គាល់ខុសស្គាល់ត្រូវតែផ្ទុយទៅវិញនៅទីនោះគឺសាលាហាក់បីដូចជាអត់មានវិន័យអត់មានស្ដាប់ធ្នាប់អីចឹងទៅក្មេងគាត់ប្រើប្រាស់ភាសាអត់សមរម្យអត់ថ្លៃថ្នូរអីចឹងទៅគាត់ចេះជីគាត់ចេះសេកគាត់អីកប្បកិរិយាអត់ល្អណាបាទអញ្ចឹងគឺវាមិនគួរប្រសើរហើយវាមិនត្រូវទៅតាមអ្វីដែលគាត់ចង់បានហើយនឹងវាមិនអាចជួយកែប្រែអត្តចរិតក្មេងបានអញ្ចឹងគឺគាត់ត្រូវតែផ្លាស់ប្ដូរដែរទី6គឺពាក់ព័ន្ធជាមួយនឹងការគម្រាមកំហែងនៅមានសាលាខ្លះបាទវាមិនទាំងអស់វាមានកន្លែងមួយចំនួនដែលគាត់មានអារម្មណ៍ថាសាលាគឺសិស្សានុសិស្សមួយចំនួនគាត់មានការបង្កើតបពុនិយមបង្កើតជាក្រុមនេះអញ្ចឹងទៅហើយក្រុមទាំងអស់ហ្នឹងគឺគាត់អាចធ្វើការគម្រាមកំហែងទៅកាន់សិស្សានុសិស្សផ្សេងទៀតអញ្ចឹងទៅបាទតែពេលខ្លះសិស្សគាត់លេងទេគាត់នៅក្មេងៗគាត់លេងគាត់ប៉ះពៀគ្នាអញ្ចឹងទៅគាត់ដួលគាត់អីអញ្ចឹងទៅហើយជួនកាលប៉ះនេះប៉ះនោះអញ្ចឹងប៉ុន្តែក៏អត់យល់អញ្ចឹងឯងគាត់យល់ថាវាអត់សុវត្ថិភាពសម្រាប់កូនគាត់អាចគេវាយគេអាចគេគម្រាមកំហែងអញ្ចឹងទៅហើយវាមានកន្លែងខ្លះវាមានការឡើងដែរប៉ុន្តែគាត់ថាជាការប៊ូលីអីអញ្ចឹងណាបាទប៊ូលីការលេបខាយលេបអីចឹងទៅបាទការលេងសើចដល់ពេលលេងជ្រុលទៅវាបង្កទៅជាបញ្ហាផ្សេងអញ្ចឹងវាប៉ះទៅដល់សិស្សានុសិស្សកូនគាត់អញ្ចឹងអាណាព្យាបាលក៏អត់សប្បាយចិត្តហើយគាត់គិតថាវាមានបពុមានក្រុមនៅក្នុងហ្នឹងដែលវាអត់សុវត្ថិភាពសម្រាប់កូនគាត់អញ្ចឹងគឺគាត់អត់អាចរក្សាហើយទុកឲ្យកូនគាត់នៅទីនោះបានទេអញ្ចឹងគាត់ត្រូវតែផ្លាស់ប្ដូរកុំឲ្យទុកយូរទៅវាកាន់តែមានបញ្ហាធ្ងន់ធ្ងរទៅធ្វើឲ្យប៉ះពាល់ដល់ការសិក្សាក៏ដូចជាប៉ះពាល់ទៅដល់អនាគតកូនគាត់អញ្ចឹងណាបាទអញ្ចឹងមានប្រមាណចំណុចហ្នឹងដែលជាកត្តាខាងក្នុងហើយសាលាប៉ះសិនបើគាត់ជួបប្រទះទាំងអស់ហ្នឹងហើយគាត់ចង់ធ្វើការទប់ស្កាត់គឺគាត់អាចទប់បានអញ្ចឹងគាត់អាចធ្វើកិច្ចការងារមួយចំនួនដើម្បីធ្វើការទប់ស្កាត់បានដោះស្រាយបានក
តាទី2ពាក់ព័ន្ធជាមួយនឹងកត្តាខាងក្រៅដែលវាកើតឡើងដោយបរិយាកាសខាងក្រៅហើយវាលើសពីដែនសមត្ថកិច្ចរបស់សាលាហើយសាលាអាចធ្វើឲ្យបានទេហើយអាណាព្យាបាលខ្លះក៏អត់ចង់ដែរតែវាត្រូវតែធ្វើហើយត្រូវតែសម្រេចចិត្តអញ្ចឹងណាបាទអញ្ចឹងគឺកត្តាទី2គឺទី1គឺទៅលើ financial issue អាណាព្យាបាលខ្លះគាត់ជួបប្រឈមបញ្ហាខ្វះខាតហិរញ្ញវត្ថុបាទព្រោះធម្មតាចូលរៀនត្រូវបង់លុយបាទហើយសាលាខ្លះដឹងហើយ tuition fee វាថ្លៃគួរសមដែរអញ្ចឹងនៅពេលដែលគាត់ជួបប្រឈមនៅបញ្ហាហិរញ្ញវត្ថុបណ្ដាលមកពីអាជីវកម្មពលរដ្ឋជាបាខ្លះគាត់ធ្វើអាជីវកម្មខ្លះគាត់ធ្វើការឲ្យគេអញ្ចឹងទៅប៉ុន្តែធម្មតានៅពេលដែលសេដ្ឋកិច្ចពិភពលោកក៏ដូចជានៅក្នុងប្រទេសមានបញ្ហាអញ្ចឹងទៅធ្វើឲ្យសេដ្ឋកិច្ចមានការរអាក់រអួលមានបញ្ហាមួយចំនួនវាធ្វើឲ្យប៉ះពាល់ទៅដល់ការធ្វើអាជីវកម្មហ្នឹងហើយអញ្ចឹងវាប៉ះដល់ការធ្វើអាជីវកម្មធ្លាប់តែរកបាន10អីចឹងទៅតែផ្ទុយទៅវិញឥឡូវស្ថានភាពឥឡូវវាអាចធ្វើឲ្យគាត់រកបាន1ឬក៏ខ្លះទៀតខាតអីចឹងទៅអញ្ចឹងគាត់ខ្វះមុខខ្វះក្រោយខ្វះធនធានថវិកាអីចឹងទៅបាទអញ្ចឹងគឺគាត់ត្រូវតែធ្វើការសម្រេចចិត្តដែរគាត់អត់បញ្ឈប់កូនគាត់ទាំងស្រុងទេប៉ុន្តែគាត់ត្រូវតែទៅរកសាលាណាមួយណាដាក់កូនគាត់ដែលមានតម្លៃសមរម្យដើម្បីដោះស្រាយស្ថានភាពផងគាត់មួយរយៈពេលសិនអញ្ចឹងណាបាទចឹងគាត់អាចទៅរកសាលាណាដែលទាបតម្លៃទាបជាងនឹងអីចឹងទៅឲ្យកូនគាត់ទៅរៀនអីចឹងទៅហើយនៅពេលដែលគាត់ដោះស្រាយបញ្ហាស្ថានភាពផងគាត់បានល្អប្រសើរគឺគាត់អាចមូត្រឡប់ចូលមកវិញអីចឹងទៅហ្នឹងវាអាចមានអញ្ចឹងខ្លះទៅក៏គាត់ទៅរហូតអីចឹងទៅអញ្ចឹងណាបាទអាហ្នឹងទី1ទី2គឺគាត់ផ្លាស់ប្ដូរលំនៅឋាននៅគាត់ផ្លាស់ប្ដូរលំនៅឋានដោយសារតែអ្នកខ្លះគាត់រស់នៅក្នុងក្រុងហើយគាត់ត្រូវទៅនៅខេត្តវិញហើយអ្នកខ្លះនៅខេត្តគាត់ត្រូវផ្លាស់ប្ដូរមកក្រុងវិញដោយសារតែអាជីវកម្មរបស់គាត់ឬក៏ដោយសារតែកន្លែងការងាររបស់ពួកគាត់ដែលត្រូវការផ្លាស់ប្ដូរអញ្ចឹងគឺគាត់អត់មានជំរឿអីក្រៅពីទៅឯងពួយគាត់ទៅជាគ្រួសារអញ្ចឹងណាបាទអញ្ចឹងគឺគាត់ទៅទាំងអស់អញ្ចឹងគាត់អាចទុកកូនគាត់នៅសាលានឹងរៀននៅនឹងតានេះទោះបីជាសាលានឹងល្អអស្ចារ្យប៉ុណ្ណាក៏ដោយក៏គាត់ពេលដែលគាត់ត្រូវទៅហើយគឺគាត់ត្រូវទៅឲ្យជាគ្រួសារអញ្ចឹងណាបាទគាត់អាចទុកបដែតបដោឲ្យកូនគាត់នៅនឹងតែឯងរៀនអីបានទេគាត់ត្រូវទៅអញ្ចឹងអានឹងគឺជាកត្តាខាងក្រៅដែលវាបង្កើតឡើងដោយបរិយាកាសមួយដែលវាលើសពីដែនសមត្ថកិច្ចរបស់សាលាហើយអាណាព្យាបាលក៏គាត់មិនមានបំណងគាត់អត់ចង់ទេប៉ុន្តែធ្វើម៉េចបើស្ថានភាពអញ្ចឹងស្ថានភាពលំបាកអញ្ចឹងគាត់ត្រូវតែដោះស្រាយបញ្ហាប្រឈមមុខនឹងសិនដើម្បីឲ្យវាល្អប្រសើរហើយអាណាព្យាបាលមួយចំនួនក៏គាត់អាចត្រឡប់មកវិញបាទដោយសារតែគាត់ពេញចិត្តហើយគាត់ពេញចិត្តនឹងគុណភាពអប់រំគាត់ពេញចិត្តនឹងសេវាកម្មគាត់ពេញចិត្តវិន័យគាត់ពេញចិត្តអ្វីៗទាំងអស់ហើយនៅសាលាហ្នឹងប៉ុន្តែដោយសារតែគាត់ជួបបញ្ហាអញ្ចឹងក៏គាត់ត្រូវតែដោះស្រាយបញ្ហាប្រឈមមុខសិនអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងទាំងអស់នេះហើយគឺជាហេតុផលនៅពីក្រោយនៃការធ្វើឲ្យសិស្សានុសិស្សក៏ដូចជាលោកស្រីដែលជាអ្នកអាណាព្យាបាលសិស្សគឺគាត់សម្រេចចិត្តនៅក្នុងការផ្លាស់ប្ដូរឈប់ឲ្យកូនគាត់ឈប់រៀននៅទីនេះហើយផ្លាស់ប្ដូរទៅកាន់សាលាផ្សេងអញ្ចឹងទៅណាបាទហើយការផ្លាស់ប្ដូរហ្នឹងជួនកាលគាត់ផ្លាស់ប្ដូរទៅរកសាលាដែលល្អជាងនេះថ្លៃជាងហ្នឹងហើយក៏អាចផ្លាស់ប្ដូរទៅកាន់សាលាដែលទាបជាងនេះថោកជាងនេះហើយក៏អាចឈានទៅដល់សាលាផ្សេងអញ្ចឹងទៅដែលមានកម្រិតទាបមែនតែនអញ្ចឹងទៅហើយនេះគឺជាការដោះស្រាយមួយរយៈពេលខ្លីហើយពេលខ្លះក៏វាជាការដោះស្រាយរយៈពេលយូរវាអាស្រ័យទៅលើស្ថានភាពរបស់លោកស្រីដែលជាអ្នកអាណាព្យាបាលគាត់ជួបគាត់ប្រឈមអញ្ចឹងណាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ drop out របស់សិស្សានុសិស្សគឺមានប៉ុណ្ណឹងអរគុណច្រើនជម្រាបលា